សូមស្វាគមន៍មកកាន់សៀវភៅនិងមូលដ្ឋាននេះគឺជាសេចក្តីសង្ខេបនៃសៀវភៅរបស់ Percy Jackson និង The Lost Star ភាគទី1សៀវភៅរបស់ Percy Jackson ត្រូវបានសរសេរដោយ Rick Riordan នេះគ្រាន់តែជាសេចក្តីសង្ខេបនៃសៀវភៅជាមួយនឹងការបង្ហើបព័ត៌មានខ្លះប្រសិនបើអ្នកចង់អានសៀវភៅពេញលេញអ្នកអាចទិញសៀវភៅពីដំណាប់ជាប់នៅក្នុងការពិពណ៌នាមុនពេលយើងចាប់ផ្ដើមកុំភ្លេចចុច Like ចែករំលែកនិងជាវ Channel របស់ខ្ញុំចំពុកទី1ខ្ញុំធ្លាប់ជាគ្រូបង្រៀននៅសាលាបឋមសិក្សាសៀវភៅនេះនិយាយអំពីក្មេងប្រុសអាយុ12ឆ្នាំម្នាក់ឈ្មោះ Percy Jackson ឥឡូវនេះ Percyកំពុងរៀនថ្នាក់ទី6នៅសាលារដ្ឋមួយឈ្មោះ Yonsei ក្នុងទីក្រុងញូវយ៉ក Percy និងមិត្តភ័ក្តិរបស់គាត់សរុបចំនួន28នាក់កំពុងធ្វើដំណើរទៅកាន់សាកលវិទ្យាល័យ Metropolitan ដើម្បីសិក្សាអំពីវត្ថុបុរាណក្រិកនិងរ៉ូម៉ាំងបុរាណនៅក្នុងការបង្រៀននេះមានគ្រូបង្រៀន2នាក់គឺលោក Brenner និងលោក Dodds លោក Brenner គឺជាគ្រូបង្រៀនភាសាឡាតាំងលោក Brenner គឺជាបុរសវ័យកណ្ដាលហើយគាត់ត្រូវអង្គុយលើទេះរុញអគ្គិសនី Percy ចូលចិត្តគ្រូបង្រៀនរូបនេះខ្លាំងណាស់ព្រោះគាត់តែងតែមានរឿងសប្បាយដែលត្រូវប្រាប់និងមានហ្គេមដែលត្រូវលេងនៅក្នុងថ្នាក់រៀនលោកDodds គឺជាគ្រូបង្រៀនគណិតវិទ្យាដែលបានបង្រៀននៅ Yonsei អស់រយៈពេលកន្លះឆ្នាំ Percy មិនចូលចិត្តលោក Dodds តតែសោះព្រោះលោក Dodds ចូលចិត្តនិយាយជាមួយ Percy ដូចជា Percy ជាមនុស្សស្រឡាញ់ភេទដូចគ្នាហើយគាត់តែងតែបញ្ជាឲ្យ Percy ត្រឡប់ទៅផ្ទះវិញបន្ទាប់ពីចេញពីសាលារៀន Percy សង្ឃឹមថាវគ្គសិក្សានេះនឹងមិនអាក្រក់ដូចឆ្នាំមុនទេនៅពេលដែលគាត់រៀនថ្នាក់ទី4នៅសាលាដែលក្នុងអំឡុងពេលសិក្សានៅ Marine World Percy បានទាញដងថ្លឹងខុសហើយធ្វើឲ្យមនុស្សគ្រប់គ្នាធ្លាក់ចូលទៅក្នុងអាងទឹកក្នុងអំឡុងពេលសិក្សាថ្នាក់ទី5ក្នុងអំឡុងពេលសិក្សានៅ Saratoga គាត់បានលេងជាមួយកាំភ្លើងធំមួយក្នុងអំឡុងសង្គ្រាមបដិវត្តន៍ហើយនោះធ្វើឲ្យ Percy ត្រូវបានបណ្ដេញចេញលើកនេះ Percy មានបំណងចង់ប្រព្រឹត្តខ្លួនឲ្យបានល្អនៅតាមផ្លូវទៅទីក្រុងដោយឡានមានក្មេងស្រីម្នាក់ឈ្មោះ Nancy Bobovich នាងចូលចិត្តចំអកមិត្តជិតស្និទ្ធរបស់ Percy ដែលមានឈ្មោះថា Grover តែងតែត្រូវបានគេធ្វើបាបព្រោះគាត់មើលទៅខ្សោយហើយ Grover មានជំងឺតាក់ទងនឹងសាច់ដុំជើងរបស់គាត់ដែលធ្វើឲ្យ Grover មិនអាចដើរបានធម្មតា Nancy ចំអក Grover ដោយដាក់នំសាំងវីចលើក្បាលរបស់ Grover ហើយនោះធ្វើឲ្យ Percy តូចចិត្តយ៉ាងខ្លាំងប៉ុន្តែ Nancy ដឹងថា Percy មិនហ៊ានធ្វើអ្វីនាងទេព្រោះ Percy ជាប់គាំងនៅលើដំបូលហើយប្រសិនបើ Percy មានបញ្ហាអ្វីទៀតគាត់នឹងត្រូវបណ្ដេញចេញបន្ទាប់ពីមនុស្សគ្រប់គ្នាបានមកដល់ទីបញ្ចុះសពលោក Brenner បាននាំក្មេងទៅបន្ទប់តាំងបង្ហាញដែលពោពេញទៅដោយរូបចម្លាក់និងរូបចម្លាក់ DS អាយុ200-300ឆ្នាំលោក Brenner បាននាំក្មេងទៅមើលប៉ាំថ្មកម្ពស់13 feet ដែលមានប្រភពទឹកធំមួយនៅលើកំពូលលោក Brenner បាននិយាយថានេះជានិមិត្តរូបនៃភ្នោរដែលត្រូវបានសាងសង់ក្នុងពិធីបុណ្យសពរបស់ក្មេងស្រីម្នាក់ Percy បានព្យាយាមស្ដាប់វីដែលលោក Brenner និយាយប៉ុន្តែមនុស្សគ្រប់គ្នានៅជុំវិញគាត់កំពុងនិយាយគ្នាដែលធ្វើឲ្យ Percy បាត់បង់ការផ្ដោតអារម្មណ៍ហើយនៅពេលដែលលោក Brenner ប្រាប់គាត់អំពីសិល្បៈនិងពិធីសាសនាតាក់ទងនឹងការស្លាប់របស់ជនជាតិក្រិក Nancy បានសាយព្រោះនាងបានឃើញឃ្លងមួយក្បាលដែលជាសាកសពរបស់បុរសម្នាក់ Percy មិនអាចទ្រាំទ្របានដូច្នេះគាត់បានសុំឲ្យ Nancy បិទមាត់ Brenner បានសួរ Percy ថារូបភាពនេះមានន័យយ៉ាងណាតើអ្នកអាចពន្យល់បានទេ Percy បាននិយាយថានេះជារូបភាពរបស់ Kronos កំពុងស៊ីកូនខ្លួនឯង Kronos គឺជាទេពធីតាមួយអង្គហើយគាត់មិនទុកចិត្តកូនខ្លួនឯងទេដូច្នេះគាត់ក៏ស៊ីកូនខ្លួនឯងប៉ុន្តែប្រពន្ធរបស់ Kronos បានលាក់កូនតូចឈ្មោះ Zeus ហើយបានឲ្យធ្មនុទៅ Kronos វិញពេល Zeus ធំឡើង Zeus បានបោកបញ្ឆោតឪពុករបស់គាត់ឲ្យលក់បងប្អូនទាំងអស់របស់គាត់បន្ទាប់ពីនោះមានសង្គ្រាមដ៏ធំមួយរវាងព្រះនិងទេពធីតាហើយព្រះបានឈ្នះបន្ទាប់ពី Percy និយាយចាប់ Nancy បានត្អូញត្អែប្រាប់មិត្តភក្តិរបស់នាងថានាងមិនឃើញមានអត្ថប្រយោជន៍អ្វីទេពេលនាងដាក់ពាក្យធ្វើការនាងមិនចាំបាច់ពន្យល់ពីមូលហេតុដែល Kronos ស៊ីកូនខ្លួនឯងទេទោះបីជា Nancy ស្ងាត់ណាស់ក៏ដោយលោក Brenner បានមកអ្វីដែលនាងនិយាយដូច្នេះគាត់បានសុំឲ្យ Percy ឆ្លើយសំណួររបស់ Nancy ប៉ុន្តែ Percy មិនអាចឆ្លើយបានទេលោក Brenner មានការខាក់ចិត្តយ៉ាងខ្លាំងហើយគាត់បានឲ្យពិន្ទុតែពាក់កណ្ដាលរបស់ Percy ប៉ុណ្ណោះគាត់បាននិយាយថាតាមពិត Zeus បានលីម៉ាស់តាតនឹងស្រាសម្រាប់ Kronos រហូតដល់គាត់លក់កូនរបស់គាត់ពួកគេទាំង5នាក់ជាព្រះដូច្នេះពួកគេជាអមតៈហើយធំធាត់នៅក្នុងក្រពះរបស់ Kronos ពួកគេបានសម្លាប់ Kronos ហើយកាត់គាត់ជាបំណែកហើយបោះសេសារបស់ Kronos ចូលទៅក្នុងឋានរោគ Tartarus ដែលជាផ្នែកជ្រៅបំផុតនៃឋានរោគលោក Brenner បានប្រាប់លោក Dodds ឲ្យនាំក្មេងចេញទៅក្រៅព្រោះវាជាពេលអាហារថ្ងៃត្រង់ខណៈពេលដែលក្មេងកំពុងដើរលោក Brenner បានប្រាប់ Percy ឲ្យឈប់និយាយជាមួយគាត់លោក Brenner បានប្រាប់ Percy ថាគាត់ត្រូវតែឆ្លើយសំណួរដើម្បីប្រើប្រាស់ចំណេះដឹងរបស់គាត់វាសំខាន់ណាស់ហើយគាត់ត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាព Percy គិតថាហេតុអ្វីបានជាលោក Brenner ចង់បានច្រើនពីគាត់ម្លេះនៅក្នុងថ្នាក់រៀនលោក Brenner នឹងស្លៀកពាក់ឈុតរ៉ូម៉ាំងហើយឈប់សម្រាប់មួយថ្ងៃគាត់នឹងចង្អុលដាវរបស់គាត់ទៅលើក្តារខៀនហើយសុំឲ្យអ្នករាល់គ្នាសរសេរឈ្មោះរបស់ពួកគេរួមទាំងម្ដាយរបស់ពួកគេនិងព្រះដែលពួកគេគោរពបូជាលោក Brenner សង្ឃឹមថា Percy អាចធ្វើបានល្អជាងនេះទោះបីជាគាត់មានជំងឺ dyslexia ដែលជាជំងឺដែលបណ្ដាលមកពីភាពមិនប្រក្រតីនៃខួរក្បាលនិងការភ្លេចភ្លាំងរយៈពេលខ្លីដែលធ្វើឲ្យគាត់មិនអាចចាំឈ្មោះមនុស្សបានហើយគាត់មិនអាចចាំព័ត៌មានអំពីមនុស្សទាំងនោះបានទេ Percy បានចេញទៅញ៉ាំអាហារថ្ងៃត្រង់មនុស្សគ្រប់គ្នាកំពុងអង្គុយលើជណ្ដើរខណៈពេលដែល Percy កំពុងញ៉ាំអាហារថ្ងៃត្រង់ជាមួយ Grover ខណៈពេលដែល Percy កំពុងសម្លឹងមើលតាក់ស៊ីហើយគាត់គិតអំពីម្ដាយរបស់គាត់ Percy ចង់លោតឡើងលើតាក់ស៊ីហើយត្រឡប់ទៅរកម្ដាយរបស់គាត់វិញគាត់មិនបានឃើញម្ដាយរបស់គាត់តាំងពីបុណ្យណូអែលមកម្ដាយរបស់គាត់នឹងរីករាយដែលបានជួបគាត់ហើយនឹងបញ្ជូនគាត់ត្រឡប់ទៅវិញយន្តស៊ីម្ដាយរបស់គាត់តែងតែប្រាប់គាត់ឲ្យព្យាយាមបន្ថែមទៀត
ព្រោះវាជាសាលាទី6ដែលគាត់បានផ្លាស់ទៅខណៈពេលដែលគាត់កំពុងរៀបចំអវ៉ាន់ណាន់ស៊ីបានបង្ហាញខ្លួនជាមួយមិត្តភក្តិរបស់នាងបានគប់អាហារដែលនៅសល់ដាក់ភ្នែករបស់ក្រវើភើស៊ីខឹងយ៉ាងខ្លាំងហើយព្យាយាមរាប់ពី1ដល់10ដើម្បីគ្រប់គ្រងខ្លួនឯងណាន់ស៊ីបានធ្លាក់ចូលទៅក្នុងអាងហើយនាងស្រែកថាភើស៊ីបានរុញនាងលោកដូសបានបង្ហាញខ្លួនហើយមនុស្សគ្រប់នាងនៅជុំវិញគិតថាអាងនឹងបង្វាយហើយទីងណាន់ស៊ីចុះភើស៊ីដឹងថាគាត់កំពុងជួបបញ្ហាហើយលោកដូសបានបញ្ជាឲ្យភើស៊ីដើរតាមគាត់ក្រវើបានព្យាយាមជួយភើស៊ីដោយប្រាប់គាត់ថាគាត់បានធ្វើវាប៉ុន្តែលោកដូសបានសម្លឹងមើលក្រវើហើយក្រវើមានការភ័យខ្លាចភើស៊ីបានសម្លឹងមើលណាន់ស៊ីប៉ុន្តែនៅពេលដែលភើស៊ីងាកទៅរកលោកដូសនាងមិននៅទីនោះទេលោកដូសកំពុងឈរនៅមុខទ្វារហើយភើស៊ីមានការងឿងឆ្ងល់ថាហេតុអ្វីបានជាលោកដូសនៅទីនោះភើស៊ីគិតថារឿងនេះបានកើតឡើងចំពោះគាត់ច្រើនដងដូចជាខួរក្បាលរបស់គាត់ឈប់ដំណើរការដូច្នេះគាត់ខកខានព្រឹត្តិការណ៍ជាច្រើនហើយគិលានុបដ្ឋាយិកាបានប្រាប់គាត់ថាវាជាជំងឺរយៈពេលខ្លីនិងហួសប្រមាណភើស៊ីបានដើរតាមលោកដូសពេលគាត់ដើរបានពាក់កណ្ដាលផ្លូវគាត់បានងាកទៅមើលក្រវើនិងលោកប្រនឺប៉ុន្តែលោកប្រនឺអានតែប្រឡំលោកប៉ុណ្ណោះនៅពេលដែលភើស៊ីងាកមកវិញលោកដូសមិននៅទីនោះទេគាត់កំពុងឈរនៅក្នុងអគារនៅច្រាក់ចូលលោកដូសបាននាំភើស៊ីចូលទៅក្នុងបន្ទប់ហើយលោកដូសចាប់ដើមធ្វើសម្លេងចម្លែកគាត់បានមើលរូបសំណាប្រេះក្រេះហើយលោកដូសបានងាកមកមើលភើស៊ីហើយនិយាយថាខ្ញុំមិនល្ងងទេសារភាពលោកដូសលោកដូសថាលោកដូសគ្មានអត្តសញ្ញាណទេភើស៊ីហាក់ដូចជាមានអារម្មណ៍មិនល្អគ្រប់ពេលការសិក្សារបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅហើយគាត់ធ្លាប់ឆ្លោះប្រកែកគ្នាជាមួយមិត្តភក្តិរបស់គាត់ច្រើនណាស់គាត់ត្រូវបានគេសុំឲ្យឈរនៅខាងក្រៅស្ទើរតែគ្រប់ថ្នាក់ថ្ងៃមួយពើគីបាននិយាយទៅកាន់គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ថាគាត់ចាស់ហើយឈឺហើយនោះបានធ្វើឲ្យគ្រូបានផ្ញើលិខិតមួយច្បាប់ទៅម្ដាយរបស់ភើគីដើម្បីជម្រាបគាត់ថាភើគីត្រូវបានបណ្តេញចេញហើយនឹងមិនត្រឡប់មកសិក្សានៅទីនេះម្ដងទៀតនៅឆ្នាំក្រោយទេភើគីនៅផ្ទះរបស់គាត់ខ្លាំងណាស់គាត់ចង់ត្រឡប់ទៅផ្ទះម្ដាយរបស់គាត់វិញគាត់បានយល់ព្រមទៅសាលារៀនរដ្ឋហើយរស់នៅជាមួយឪពុករបស់គាត់នៅក្នុងសាលារៀនសមរម្យមួយប៉ុន្តែក្នុងពេលជាមួយគ្នានេះភើស៊ីនឹកមិត្តជិតស្និទ្ធរបស់គាត់គឺក្រវើនិងរបៀបដែលក្រវើនឹងរស់នៅដោយគ្មានគាត់ហើយភើស៊ីក៏ប្រហែលជានឹកថ្នាក់ឡាតាំងរបស់លោកប្រនឺដែរភើស៊ីមានការតាំងចិត្តយ៉ាងខ្លាំងក្នុងការចូលរៀនថ្នាក់នេះពីព្រោះលោកប្រនឺតែងតែប្រាប់គាត់ថាវាសំខាន់ណាស់សម្រាប់ភើស៊ីប៉ុន្តែភើស៊ីផ្ទាល់មិនបានយល់ថាវាសំខាន់ប៉ុណ្ណានោះទេមួយថ្ងៃមុនពេលប្រឡងភើស៊ីមានការខាក់ចិត្តនឹងសម្បត្តិដែលអណ្ដែតពេញខ្លួនរហូតដល់គាត់បោះវាចោលហើយពេលគាត់គិតអំពីមុខរបស់លោកប្រនឺភើស៊ីបានរើសសម្បត្តិពីអេតគាត់គិតថាវាជាការប្រសើរជាងប្រសិនបើគាត់សុំឲ្យលោកប្រនឺជួយគាត់យ៉ាងហោចណាស់គាត់បានបង្ហាញលោកប្រនឺថាគាត់បានព្យាយាមពេលភើគីដើរទៅមាត់ទ្វារការិយាល័យរបស់លោក Brenner គាត់បានឃើញថាទ្វារបើកចំហហើយគាត់បាននេសម្លេងរបស់ Grover ប្រាប់លោក Brenner ថាគាត់ព្រួយបារម្ភអំពីភើគីគឺជាមនុស្សតែម្នាក់គត់នៅក្នុងសាលានេះហើយពួកគេនឹងដឹងអំពីរឿងនេះលោក Brenner បានឆ្លើយតបថាអ្វីអាចនឹងកាន់តែអាក្រក់ទៅយើងត្រូវរងចាំឲ្យភើគីធំឡើងបន្តិចទៀត Grover បានឆ្លើយតបថាយើងមិនមានពេលគ្រប់គ្រាន់ទេព្រោះខួបអាពាហ៍ពិពាហ៍នឹងមកដល់ឆាប់នេះលោក Brenner បានឆ្លើយតបថាយើងគួរតែទុកឲ្យភើគីសប្បាយចិត្តដែលមិនបានដឹងការពិតជាមុនសិនវេទមន្តដែលយើងបានប្រើលើគ្រូនិងសិស្សដទៃទៀតនឹងមានរយៈពេលយូរព្រោះវានឹងធ្វើឲ្យភើគីជឿថាគាត់គិតវាដោយខ្លួនឯង Grover ខ្សឹបប្រាប់ Grover ថាគាត់មិនអាចធ្វើខុសបានទៀតទេលោក Brenner បានប្រាប់ Grover ថា Grover មិនបានធ្វើខុសទេវាគឺជាគាត់ដែលគួរតែបានឃើញស្ត្រីនោះឥឡូវនេះចូលយើងរកវិធីការពារភើគីនៅពេលនោះភើគីបានធ្វើសិភៅទេវកថាក្រឹកមួយក្បាលហើយគាត់បានប្រញាប់រើសវាឡើងហើយលាក់វានៅក្នុងបន្ទប់មួយក្បែរនោះភើស៊ីបាននេសម្លេងស្អកនិងក្លិនសត្វបន្ទាប់មកសម្លេងរបស់លោកប្រនឺនិយាយថាគ្មានអ្វីទាំងអស់បន្ទាប់ពីនោះលោកប្រនឺបានបញ្ជាឲ្យក្រវើត្រឡប់ទៅដេកវិញព្រោះមានការប្រឡងនៅថ្ងៃស្អែកភើស៊ីបានរងចាំរហូតដល់ភ្លើងនៅក្នុងការិយាល័យរបស់លោកប្រនឺរលត់រួចគាត់បានដើរត្រឡប់ទៅអន្តេវាសិកដ្ឋានវិញភើស៊ីបានឃើញក្រវើកំពុងអានសៀវភៅនៅលើគ្រែវាហាក់ដូចជាក្រវើមិនបានចេញទៅក្រៅទេហើយគាត់តែងតែដេកនៅទីនេះគ្រប់ពេលភើស៊ីនៅតែមានការងឿងឆ្ងល់អំពីអ្វីដែលបានកើតឡើងហេតុអ្វីបានជា Grover និងលោក Brenner គិតថាភើគីស្ថិតក្នុងគ្រោះថ្នាក់នៅថ្ងៃបន្ទាប់ពីការប្រឡងលោក Brenner បានប្រាប់ភើគីកុំឲ្យបោះបង់ការចាក់ចេញពីសាលាព្រោះកន្លែងនេះល្អបំផុតហើយវាមិនស័ក្តិសមសម្រាប់ភើគីទេភើគីមានអារម្មណ៍មិនល្អខ្លាំងណាស់នៅពេលដែលគាត់ជាគ្រូដែលគាត់ចូលចិត្តនិយាយបែបនេះលោក Brenner បានប្រាប់ភើគីថាគាត់ជឿជាក់លើភើគីប៉ុន្តែនៅទីបញ្ចប់លោក Brenner បានបោះបង់ព្រោះភើគីមិនអាចទ្រាំទ្របានទៀតទេលោកប្រនឺបាននិយាយថាគាត់ចង់ប្រាប់ភើស៊ីថាគាត់មិនមែនជាមនុស្សធម្មតាទេប៉ុន្តែលោកប្រនឺមិនអាចនិយាយចាប់ពាក្យរបស់គាត់បានទេដូច្នេះភើស៊ីបានអរគុណគាត់ហើយដើរចេញពីបន្ទប់នៅថ្ងៃចុងក្រោយនៃឈ្មោះភើស៊ីបានវេចខ្ចប់កាបូបរបស់គាត់ហើយត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញខណៈពេលដែលមិត្តភក្តិផ្សេងទៀតកំពុងនិយាយអំពីកន្លែងដែលពួកគេនឹងទៅក្នុងអំឡុងពេលសម្រាប់កាឈ្មោះវាហាក់ដូចជាសិស្សដទៃទៀតនឹងមកពីគ្រួសារអ្នកមានដែលខុសគ្នាឆ្ងាយពីភើគីក្នុងអំឡុងពេលសម្រាប់កាឈ្មោះភើគីត្រូវស្វែងរកការងារពិសេសមួយដូចជាជួលឆ្កែដើរលេងឬស្វែងរកអ្នកកាសែត Grover និងទៅ Manhattan ដែលជាផ្លូវដូចគ្នានឹងភើគីដូច្នេះពួកគេបានជិះឡានក្រុងដូចគ្នាខណៈពេលដែល Grover កំពុងព្រួយបារម្ភហើយមើលជុំវិញភើគីបានសួរគាត់ថាតើគាត់កំពុងស្វែងរកមនុស្សឬអត់
ហើយនោះធ្វើឲ្យ Grover ភ្ញាក់ផ្អើល Perky បានប្រាប់ Grover ថាគាត់បានថា Grover បាននិយាយជាមួយលោក Brenner ដូច្នេះ Grover បានកុហកថាគាត់គ្រាន់តែព្រួយបារម្ភអំពី Perky ពីព្រោះ Perky បានឃើញរូបភាពមួយហើយបាននិយាយអំពីក្រុមអ្នកដែលមិនដែលមានប៉ុន្តែ Perky ដឹងថា Grover បានកុហកថា Grover បានឲ្យកាត់ចាស់របស់គាត់ទៅ Perky ហើយនិយាយថាគាត់នឹងស្នាក់នៅទីនេះក្នុងករណីដែល Perky ត្រូវការគាត់នៅក្នុងកាត់នោះវាសរសេរថា Grover Underwood អ្នកថៃទំនៅ Hal Blood Hill Long Island New York Perky បានសួរគាត់ថាហេតុអ្វីបានជាគាត់ត្រូវការ Grover Percy ដឹងថាសំណួរនោះស្ដាប់ទៅដូចជាអាក្រក់ Grover ឡើងក្រហមមុននឹងឆ្លើយថាគាត់ជាអ្នកមើលថៃ Percy រឿងនោះធ្វើឲ្យ Percy មានការងឿងឆ្ងល់ព្រោះគ្រប់ពេល Percy ឆ្លោះជាមួយក្មេងដទៃទៀតព្រោះក្មេងទាំងនោះចូលចិត្តលេងសើចនឹង Grover Percy ព្រួយបារម្ភថា Grover មិនអាចរស់នៅដោយគ្មានគាត់បានទេប៉ុន្តែឥឡូវនេះ Grover បាននិយាយថា Grover គឺជាអ្នកមើលថៃ Percy ភ្លាមនោះឡានក្រុងដែលពួកគេជិះបានឈប់ភ្លាមហើយវាមានក្លិនដូចសុទ្ធរលួយអ្នកបើកបរបានប្រាប់អ្នកដំណើរឲ្យរងចាំនៅជាន់ក្រោមពេលពួកគេកំពុងរងចាំ Perky បានឃើញតូបលក់ផ្លែឈើមួយនៅម្ខាងទៀតដែលមានផ្លូវកណ្ដាលគាត់បានឃើញស្ត្រី3នាក់អង្គុយពាក់ស្បែកជើងធំស្ត្រីម្នាក់នៅខាងឆ្វេងនិងស្ត្រីម្នាក់នៅខាងស្ដាំពាក់ស្បែកជើងផ្សេងគ្នាស្ត្រីនៅកណ្ដាលពាក់ស្បែកជើងពណ៌ខៀវចាស់រឿងចម្លែកនោះគឺថាស្ត្រីទាំង3នាក់កំពុងសម្លឹងមើល Perky ពេល Perky ងាកទៅប្រាប់ Grover ក៏ងាកមកវិញហើយប្រាប់ Perky ឲ្យឡើងឡានក្រុងនៅពេលនោះស្ត្រីនៅកណ្ដាលបានយកកន្ត្រៃមួយគូមកកាត់ផ្លែឈើរឿងចម្លែកមួយទៀតបានកើតឡើងគឺថា Perky បាននេសម្លេងកន្ត្រៃកាត់ខណៈពេលដែលគាត់កំពុងឈរឆ្ងាយពីស្ត្រីនោះវាពិតជាគួរឲ្យខ្លាចណាស់បន្ទាប់ពីមួយរយៈអ្នកបើកបរបានប្រាប់អ្នកដំណើរឲ្យឡើងឡានក្រុងឥឡូវនេះ Grover មើលទៅហាក់ដូចជាឈឺគាត់បានសួរ Perky ថាគាត់បានឃើញអ្វី Perky បាននិយាយថាគាត់បានឃើញស្ត្រីគួរឲ្យខ្លាច3នាក់ហើយបុរសកណ្ដាលបានយកកន្ត្រៃមួយគូមកកាត់ផ្លែឈើ Grover បានបិទភ្នែកហើយចង្អុលម្រាមដៃរបស់គាត់លើទ្រូងរបស់គាត់ជាសញ្ញានៃអ្វីមួយដែល Perky មិនយល់Grover បាននិយាយថាគាត់មិនចង់ឲ្យវាដូចមុនទេហេតុអ្វីបានជាវាត្រូវតែជាថ្នាក់ទី6រាល់ពេល Percy មានការងឿងឆ្ងល់យ៉ាងខ្លាំងហើយបានព្យាយាមសួរ Grover ថាវាមានន័យយ៉ាងណាប៉ុន្តែ Grover គ្រាន់តែប្រាប់ Percy ថាគាត់បានសន្យាជាមួយគាត់ថាគាត់នឹងឲ្យគាត់ទៅផ្ទះវិញបន្ទាប់ពីចុះពីឡានក្រុងPercy បានយល់ព្រមហើយសួរ Grover ថាវាមានន័យយ៉ាងណានិងថាតើមានអ្នកណាម្នាក់នឹងស្លាប់ដែរឬទេប៉ុន្តែ Grover មិនបានឆ្លើយទេមុខរបស់គាត់ពោពេញដោយភាពសោកសៅចំពុកទី3 Grover មិនបានស្លៀកខោដោយហេតុផលដែលមិននឹកស្មានដល់ពេលអ្នកទាំងពីរទៅដល់គោលដៅ Perky បានលួចចូលទៅជិត Grover ដែលមិនបានប្រាប់គាត់ថាហេតុអ្វីបានជាមានអ្វីមួយកើតឡើងក្នុងថ្នាក់ទី6បន្ទាប់ពីចុះពីឡានក្រុង Grover បានសុំទៅបន្ទប់ទឹកហើយប្រាប់ Perky ឲ្យរងចាំគាត់ប៉ុន្តែនៅពេលដែល Grover រត់ទៅបន្ទប់ទឹក Perky បានឡើងលើតាក់ស៊ីហើយប្រញាប់ត្រឡប់ទៅផ្ទះម្ដាយរបស់គាត់ម្ដាយរបស់ Perky ឈ្មោះ Sally Jackson ចំពោះ Perky ម្ដាយរបស់គាត់គឺជាស្ត្រីដ៏ល្អបំផុតនៅលើពិភពលោកជីតានិងជីដូនរបស់ Perky បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅពេលដែលម្ដាយរបស់ Perky មានអាយុត្រឹមតែ5ឆ្នាំប៉ុណ្ណោះបន្ទាប់ពីនោះម្ដាយរបស់ Perky ត្រូវបានពូរបស់គាត់យកធ្វើជាកូនចិញ្ចឹម Sally ចង់ក្លាយជាអ្នកនិពន្ធដូច្នេះនាងបានព្យាយាមសន្សំប្រាក់ដើម្បីផ្ញើខ្លួនទៅរៀនសរសេរប៉ុន្តែនាងបានធ្លាក់ការសិក្សាព្រោះពូរបស់នាងមានជំងឺមហារីកនាងត្រូវលាលែងពីតំណែងដើម្បីមើលថែពូរបស់នាងហើយបន្ទាប់ពីគាត់ស្លាប់ទៅ Sally គ្មានលុយសល់ទេ Sally បានជួបឪពុករបស់ Percy ហើយនោះជារឿងល្អតែមួយគត់ដែលធ្លាប់កើតឡើងក្នុងជីវិតរបស់ Sally Percy មិនអាចចាំអ្វីទាំងអស់អំពីឪពុករបស់គាត់ឡើយគាត់អាចចាំបានតែស្នាមញញឹមរបស់ឪពុកគាត់ Percy មិនចង់និយាយអំពីឪពុករបស់គាត់ទេព្រោះវានឹងធ្វើឲ្យម្ដាយរបស់គាត់សោកសៅ Sally បានប្រាប់ Percy ថាឪពុករបស់គាត់ជាបុរសមានទ្រព្យសម្បត្តិនិងមានទេពកោសល្យទំនាក់ទំនងរបស់ពួកគេត្រូវបានរក្សាទុកជាការសម្ងាត់ប៉ុន្តែថ្ងៃមួយឪពុករបស់ Perky បានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់តិក Sally ត្រូវធ្វើការដើម្បីផ្ញើខ្លួនទៅសិក្សានិងមើលថែ Perky នៅទីបំផុត Sally បានរៀបការជាមួយឪពុកចុងរបស់ Perky ដែលមានឈ្មោះថា Yip Agliano ឬឈ្មោះមួយទៀតដែល Perky ហៅពីក្រោយខ្នងរបស់គាត់គឺ Yip Twyman រាល់ពេលដែល Perky ត្រឡប់មកផ្ទះវិញគាត់នឹងឃើញ Yip លេងបៀជាមួយមិត្តភក្តិរបស់គាត់ Yip មិនបាននិយាយសួស្ដីទៅកាន់ Perky ទេលើកលែងតែសុំលុយដើម្បីវិនិយោគលើល្បែងបៀពេល Perky ត្រឡប់មកផ្ទះវិញ Yip បានសុំលុយគាត់ម្ដងទៀតហើយម្ដាយរបស់គាត់មិននៅផ្ទះទេព្រោះគាត់ចេញទៅធ្វើការ Perky បានចាក់សោខ្លួនឯងនៅក្នុងបន្ទប់ហើយគាត់ក៏នឹកឃើញពីអ្វីដែលទើបតែកើតឡើងមុខរបស់គាត់មើលទៅគួរឲ្យខ្លាចហើយ Grover នៅតែព្យាយាមបញ្ជូន Perky ទៅផ្ទះវិញ Percy មានអារម្មណ៍ដូចជាមានអ្វីមួយកំពុងតាមគាត់មិនយូរប៉ុន្មាន Sally បានមកដល់បន្ទប់របស់ Percy នោះធ្វើឲ្យការភ័យខ្លាចរបស់ Percy រលាយបាត់ភ្លាម Sally បានមកអប់ Percy ហើយគាត់បានធំក្លិនផ្អែមពីហាងនំប៉័ងដែល Sally ធ្វើការចំពោះ Percy នេះគឺជាក្លិនដ៏ក្រអូបបំផុតនៅលើពិភពលោក Percy បានប្រាប់ម្ដាយរបស់គាត់អំពីព្រឹត្តិការណ៍នៅក្នុងសាលារៀនដែលគាត់ព្យាយាមរៀបរាប់តែរឿងល្អប៉ុណ្ណោះប៉ុន្តែពេលនិយាយអំពីរឿងរ៉ាវនៃការសិក្សារបស់គាត់នៅបណ្ណាល័យ Perky បានឈប់និយាយហើយ Sally បានសួរថាតើមានអ្វីកើតឡើងឬអត់ Perky បានកុហកថាគ្មានអ្វីកើតឡើងទេទោះបីជាគាត់ចង់រៀបរាប់រឿងរបស់លោក Doss និងអ្នកស្រី Cherry ក៏ដោយ Sally បានប្រាប់ Perky ថានាងនឹងនាំគាត់ទៅ Montauk ជាកន្លែងដែលពួកគេនឹងស្នាក់នៅរយៈពេល3យប់ភ្លាមនោះ Gabe បានសុំឲ្យ Sally ធ្វើទឹកជ្រលក់ឲ្យគាត់ Percy មានការតូចចិត្តយ៉ាងខ្លាំងដែល Gabe បានរំខានការសន្ទនារបស់គាត់ជាមួយម្ដាយរបស់គាត់
ប៉ុន្តែសាលីបានប្រាប់ Percy ឲ្យមានចិត្តល្អចំពោះ Gabe រហូតដល់ពួកគេចេញដំណើរ សាលីបានប្រាប់ Gabe ថានាងកំពុងនិយាយអំពីការទៅឆ្នេរជាមួយ Percy ប៉ុន្តែមុនពេលនាងទៅនាងនឹងធ្វើទឹកជ្រលក់7ប្រភេទគាត់សម្រាប់ពេញមួយសប្តាហ៍នោះធ្វើឲ្យ Gabe អនុញ្ញាតឲ្យសាលីធ្វើដំណើរនិងយកឡានរបស់គាត់ទៅជាមួយដែរប៉ុន្តែគាត់មិនត្រូវបានអនុញ្ញាតឲ្យយកឡានរបស់គាត់ទៅណាទេមិនយូរប៉ុន្មាន Percy និងសាលីបានត្រៀមខ្លួនចេញដំណើរជាចុងក្រោយពួកគេបានមកដល់ផ្ទះតូចមួយដែលពោពេញដោយធូលីដីពួកគេមិនបានមកទីនេះយូរហើយសម្រាប់សាលីកន្លែងនេះពិតជាពិសេសណាស់ព្រោះវាជាកន្លែងដែលនាងបានជួបឪពុករបស់ Percy និងម្ដាយរបស់គាត់បានដើរជុំវិញឆ្នេរដោយញ៉ាំបង្អែមគ្រប់ប្រភេទដូចជាពោតខៀវចាហួយខៀវនិងបង្អែមខៀវ Gabe បានប្រាប់សាលីថាបង្អែមពណ៌ខៀវគឺជារឿងមិនសមហេតុផលចាប់តាំងពីពេលនោះមកសាលីបានញ៉ាំតែអាហារពណ៌ខៀវប៉ុណ្ណោះវាហាក់ដូចជាសាលីមិនអនុញ្ញាតឲ្យ Gabe ញ៉ាំអ្វីទាំងអស់សូម្បីតែនាមត្រកូលរបស់សាលីគឺ Jackson ជំនួស Eleanor ដូចនាមត្រកូលរបស់ Yip ពេលព្រះអាទិត្យលិចពួកគេបានអាំងស្ករគ្រាប់ Marshmallow ហើយញ៉ាំវា Perky បានសួរសាលីអំពីឪពុករបស់គាត់ទោះបីជា Perky ដឹងថាម្ដាយរបស់គាត់នឹងប្រាប់គាត់រឿងដែលនេះក៏ដោយគាត់មិនដែលធុញទ្រាន់នឹងការស្ដាប់វាឡើយសាលីបានប្រាប់គាត់ថា Perky ទទួលបានសក់ខ្មៅនិងភ្នែកពណ៌បៃតងពីឪពុករបស់គាត់ប្រសិនបើឪពុករបស់គាត់បានជួប Perky គាត់នឹងមានមោទនភាពយ៉ាងខ្លាំង Percy មិនដឹងថាឪពុករបស់គាត់នឹងមានមោទនភាពយ៉ាងណាទេទោះបីជាគាត់មានភ្នែកខ្លីហើយមិនបានទៅសាលារៀនក៏ដោយសាលីបានប្រាប់គាត់ថាឪពុករបស់គាត់បានស្លាប់មុនពេល Percy កើតដូច្នេះឪពុករបស់គាត់មិនដែលបានជួប Percy ទេប៉ុន្តែនៅក្នុងការចងចាំរបស់ Perky គាត់ចងចាំស្នាមញញឹមដ៏កក់ក្ដៅរបស់ឪពុកគាត់ពេលខ្លះ Perky ខឹងនឹងឪពុករបស់គាត់ដែលបានទុកគាត់ឲ្យនៅជាមួយម្ដាយរបស់គាត់ហើយនៅជាមួយ Yip Perky បានសួរម្ដាយរបស់គាត់ថាតើគាត់នឹងបញ្ជូនគាត់ទៅសាលារៀនវិញឬអត់សាលីចាប់ដើមយំហើយប្រាប់គាត់ថាគាត់ត្រូវតែបញ្ជូន Percy ទៅដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន Percy មិនយល់ពីអ្វីដែលម្ដាយរបស់គាត់ចង់មានន័យទេប៉ុន្តែពុករបស់គាត់ចងចាំរឿងចម្លែកជាច្រើនដែលបានកើតឡើងចំពោះគាត់កាលពីអតីតកាលឧទាហរណ៍ការ Percy នៅថ្នាក់ម្ដាយគ្រូរបស់គាត់បាននាំគាត់ទៅដេកក្នុងទ្រុងដែលមានពស់នៅខាងក្នុង Percy បានច្របាច់គាត់ដោយដៃទូចរបស់គាត់ការ Percy រៀនថ្នាក់ទី3មានបុរសម្នាក់ដើរមករកគាត់ដែលមានភ្នែកតែមួយនៅចំកណ្ដាលមុខទោះបីជា Percy បានប្រាប់រឿងនេះដល់អ្នកដទៃក៏ដោយក៏គ្មាននរណាម្នាក់ជឿគាត់ដែរសាលីបាននិយាយថាឪពុករបស់ Percy ចង់ឲ្យគាត់ស្នាក់នៅក្នុងជំរំប៉ុន្តែប្រសិនបើគាត់បញ្ជូនគាត់ត្រឡប់មកវិញវាមានន័យថាពួកគេនឹងមិនជួបគ្នាទៀតទេ Percy បានសួរថាហេតុអ្វីព្រោះវាគ្រាន់តែជាជំរំនៅរដូវក្តៅប៉ុណ្ណោះប៉ុន្តែសាលីបានងាកមុខដូចជានាងហៀបនឹងយំបន្ទាប់ពីបាននិយាយរឿងនេះដូច្នេះ Percy បានសម្រេចចិត្តមិនសួរនៅយប់នោះ Percy បានសុបិនឃើញសេះមួយក្បាលនិងឥន្ទ្រីមាសមួយក្បាលកំពុងប្រយុទ្ធគ្នានៅកណ្ដាលព្យុះពេល Percy ភ្ញាក់ពីដំណេកគាត់បាននេសំឡេងព្យុះនៅខាងក្រៅសាលីភ្ញាក់ពីដំណេកក្នុងពេលតែមួយនាងនិយាយថាវាជាខ្យល់ព្យុះភ្លាមនោះមានសំឡេងពីខាងក្រៅបន្ទាប់មកសំឡេងគូទ្វារសាលីបានបើកទ្វារហើយឃើញ Grover ឈរនៅទីនោះនាងបាននិយាយទៅកាន់ Perky អំពីអ្វីដែលគាត់កំពុងគិតសាលីបានសួរ Perky ថាតើមានអ្វីដែលនាងមិនទាន់បានប្រាប់គាត់ដែរឬទេប៉ុន្តែ Perky បានបិទមាត់ហើយសម្លឹងមើល Grover ព្រោះ Grover មិនស្លៀកខោហើយជើងរបស់គាត់មិនមែនជាជើងធម្មតាទេប៉ុន្តែវាជាស្នាមជើង Grover បានស្រែកជាភាសាក្រិកបុរាណហើយនិយាយថាវាកំពុងដេញតាមគាត់សាលីបានសុំ Perky ឲ្យប្រាប់នាងពីរឿងនេះឥឡូវនេះដូច្នេះ Percy បានប្រាប់នាងពីរឿងចំណុច9និងទេពអប្សរ3បន្ទាប់ពីនោះសាលីបានសុំឲ្យ Percy និង Grover ឡើងឡានចំពុកទី4ម្ដាយបានបង្រៀនខ្ញុំពីរបៀបប្រយុទ្ធនឹងគោមាសសាលីបានប្រញាប់ប្រញាល់ទៅរូងភ្នំក្នុងភ្លៀង Percy បានសួរ Grover ដែលអង្គុយនៅពីក្រោយថាតើ Grover ធ្លាប់ស្គាល់ម្ដាយរបស់គាត់ពីមុនមកគឺអត់ Grover បាននិយាយថាគាត់មិនដែលជួបម្ដាយរបស់ Percy ទេប៉ុន្តែម្ដាយរបស់ Percy ដឹងថាគាត់កំពុងការពារ Percy បានសួរ Grover ថា Grover ជានរណាប្រកាសGrover បាននិយាយថាគាត់ជាសត្វសាទីឬពាក់កណ្ដាលមនុស្សពាក់កណ្ដាលខ្មោចឥឡូវនេះ Percy ដឹងថាចំណុច9ពិតជាមានមែនមិនមែនគ្រាន់តែនៅក្នុងការស្រមើស្រមៃរបស់គាត់ដូចដែលគាត់គិតនោះទេ Grover ក៏បាននិយាយផងដែរថាកាលណា Percy ដឹងតិចឱកាសដែលពួកគេនឹងដេញតាមគាត់កាន់តែតិចយើងបានដាក់មិនអាគមមួយដើម្បីធ្វើឲ្យមនុស្សសងងឹតភ្នែកដើម្បីបញ្ឆោត Perky ថា Nine Dots មិនមាន Perky នៅតែមានសំណួរជាច្រើនប៉ុន្តែពួកគេមិនមានពេលគ្រប់គ្រាន់ដើម្បីគិតអំពីវាទេឥឡូវនេះអារក្សមួយកំពុងដេញតាមពួកគេហើយ Sally កំពុងបើកឡាន Perky ទៅជំរំនៅរដូវក្តៅទោះបីជានាងមិនចង់ឲ្យ Perky ចាក់ចេញពីជំរំក៏ដោយក៏នាងសុខចិត្តធ្វើវាដើម្បីសុវត្ថិភាពរបស់ Perky Grover បាននិយាយថាមេធ្មប់ទាំង3នាក់នោះគឺជាទេវតានៃវាសនាហើយពួកគេនឹងលេចឡើងនៅពេលដែលនរណាម្នាក់កំពុងស្លាប់នៅពេលនោះ Sally បានបំបែកបង្អួចរថយន្តហើយ Perky បានឃើញភ្លើងហើយរថយន្តបានក្រឡាប់ហើយធ្លាក់ចូលទៅក្នុងរណ្ដា Percy ងាកទៅរក Grover ថាខ្ញុំឃ្លានហើយ Percy ងាកមើលទៅក្រោយហើយឃើញអារក្សដ៏ធំមួយកំពុងដើរមករកពួកគេ Sally បានប្រាប់ Percy ឲ្យចេញពីឡានហើយនាងក៏ចង្អុលទៅដើមឈើធំមួយនៅលើភ្នំនាងបាននិយាយថានោះជាព្រំដែន Percy ត្រូវរត់ទៅទីនោះហើយគាត់នឹងឃើញផ្ទះធំមួយរត់ទៅទីនោះហើយសុំជំនួយកុំឈប់រត់ Percy បានសុំឲ្យម្ដាយរបស់គាត់មកជាមួយគាត់ដើម្បីជួយលើក Grover ហើយ Sally បាននិយាយថានាងមិនអាចឆ្លងកាត់ព្រំដែនបានទេនៅពេលនោះអារក្សកាន់តែខិតជិតមកដល់ហើយ Perky បានឃើញលាតក្បាលមួយនៅលើក្បាលរបស់គាត់ Perky និង Sally បានជួយលើក Grover ចេញពីឡានហើយដើរទៅមុខទៀត Perky បានងាកមកមើលលាតក្បាលនោះ
ហើយវានៅក្នុងឡានពេលគាត់ដឹងថាគ្មាននរណាម្នាក់នៅក្នុងឡានគាត់ក៏លើកឡានចេញហើយរុញវាចេញរហូតដល់ឡានផ្ទុះសាលីបាននិយាយថាភ្នែកនិងត្រចៀករបស់នាងមិនល្អទេដូច្នេះនាងបានប្រើវិធីសាស្ត្រហិតក្លិនពេលនាងឃើញយើងនាងនឹងប្រញាប់រកយើងហើយរងចាំរហូតដល់វិនាទីចុងក្រោយហើយលោតចេញពីឡានវាមិនអាចផ្លាស់ប្ដូរទីដៅបានទេឥឡូវនេះអារ៉ាសលលាតក្បាលកំពុងរត់តាមពួកគេសាលីបានប្រាប់ភើស៊ីឲ្យរត់ចេញពេលភើស៊ីរត់តាមម្ដាយរបស់គាត់បានប្រញាប់ទៅរកភើស៊ីឈរនៅពីមុខអារ៉ាសលលាតក្បាលហើយពេលអារ៉ាសមកដល់គាត់បានលោតចេញពីឡានឥឡូវនេះអារ៉ាសនោះខឹងយ៉ាងខ្លាំងហើយស្រែកឡើងវាបែរទៅរកសាលីហើយ Grover សាលីបានរត់ចេញដើម្បីលបួងអារ៉ាសលលាតក្បាលចេញពី Grover ហើយអារ៉ាសលលាតក្បាលបានរត់តាមសាលីបានប្រាប់ភើគីឲ្យរត់ទៅផ្ទះនៅលើភ្នំប៉ុន្តែភើគីបានឈរស្ងៀមហើយសម្លឹងមើលអារ៉ាសលលាតក្បាលវាកាន់ក្ររបស់សាលីយ៉ាងណែនពន្លឺពណ៌មាសបានលេចចេញមកហើយសាលីក៏បាត់ខ្លួនអារ៉ាសលលាតក្បាលបានងាកទៅរក Grover បានសន្លប់បាត់ស្មារតីដូច្នេះភើគីបានដោះអាវភ្លៀងចេញហើយលោតឡើងលើអាកាសដើម្បីលបួងវាឲ្យមករកវាអារ៉ាសលលាតក្បាលបានរត់ទៅរកភើគីលើកនេះវាលាតដៃដើម្បីការពារភើគីពីការរត់ចេញ